កំឡុងនគរបាលស្រុកបាណន់បដិញ្ញាចិត្តខ្ពស់ក្នុងកិច្ចការការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ24 ម៉ោងលើ24 ម៉ោង បាត់ដំបងក្រោមការចង្អុលបង្ហាញប្រកបដោយការយកចិត្តទុកដាក់បំផុតពីសំណាក់លោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលជានិច្ចកាលតែងតែតម្កល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងសុខទុក្ខរបស់កងកម្លាំងជាចម្បងការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍តូហេងបារាំងអធិការនៃអធិការដ្ឋាននគរបាលស្រុកបាណន់នាថ្ងៃទី 11 ខែមេសាឆ្នាំ 2026 កម្លាំងនៃអធិការដ្ឋាននគរបាលស្រុងសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលទាំង 8 បាននឹងកំពុងបំពេញបេសកកម្មយ៉ាងសកម្មនិងប្រកបដោយវិជ្ជាជីវៈខ្ពស់លើកិច្ចការងារសំខាន់ៗដូចខាងក្រោម 1. កិច្ចការពារសន្តិសុខនិងក្បួនប្រតិភូជាន់ខ្ពស់កម្លាំងសមត្ថកិច្ចបានដាក់ពង្រាយដើម្បីការពារសុវត្ថិភាពជូនដល់គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញមកបំពេញភារកិច្ចក្នុងមូលដ្ឋានក៏ដូចជាសម្រួលសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចំណុចភូមិសាស្ត្រសំខាន់ៗដែលក្បួនត្រូវឆ្លងកាត់ដើម្បីធានាឲ្យបាននូវសុវត្ថិភាពកម្រិតខ្ពស់បំផុត 2. ការពារតំបន់រមណីយដ្ឋាននិងទីប្រជុំជនក្នុងនាមជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលកម្លាំងនគរបាលបានយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់តាមរមណីយដ្ឋានសំខាន់ៗបង្កលក្ខណៈងាយស្រួលនិងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅក្នុងស្រុកបាណន់ 3. ការត្រៀមលក្ខណៈអន្តរាគមន៍24 ម៉ោងលើ24 ម៉ោងការបែងចែកកម្លាំងអធិការដ្ឋានបានចាត់តាំងកម្លាំងប្រចាំការវេនប្រចាំការទាំងនៅអធិការដ្ឋាននិងនៅតាមប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រៀមខ្លួនជានិច្ចដើម្បីអន្តរាគមន៍និងដោះស្រាយរាល់បញ្ហាសន្តិសុខសង្គមក្នុងស្មារតីទទួលខុសត្រូវខ្ពស់ 4. កិច្ចប្រតិបត្តិការបង្ការនិងបង្ក្រាបបទល្មើសកម្លាំងចម្រុះបានបន្តចុះល្បាតឆៃឆេរនិងត្រួតពិនិត្យតាមគោលដៅងាយរងគ្រោះដើម្បីបង្ការនិងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទធានាឲ្យបាននូវភាពសុខសាន្តក្នុងសហគមន៍ជាពិសេសកិច្ចការពារតាមកម្មវិធីបុណ្យទាននិងព្រឹត្តិការណ៍កម្សាន្តផ្សេងៗជាប្រចាំស្មារតីមុខមាត់វិន័យម៉ឺងម៉ាន់និងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់គឺជាមោទនភាពរបស់នគរបាលស្រុកបាណន់សម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជ័យដែន